បាទជំរាបសួរបងប្អូនអរនេះបាទថ្ងៃនេះខ្ញុំចង់មកសម្ដែងសម្ដារជាមួយបងប្អូនខ្លះតាក់ទងនឹងការធានាខ្ញុំចង់សួរបងប្អូនអានេះយើងជជែកនេះលេងណាខ្ញុំចង់សួរបងប្អូនណាខ្លះដែលគាត់ធ្លាប់ទិញអីវ៉ាន់ដូចជាទូរស័ព្ទ laptop ឬក៏ឡានអីជាដើមនៅក្នុងគេថាធានាមួយឆ្នាំបងប្អូនយល់ពីធានាដែលពួកគាត់និយាយអត់បាទចំពោះខ្ញុំផ្ទាល់ខ្ញុំធ្លាប់ជួបករណីខ្ញុំទិញទូរស័ព្ទបាទទូរស័ព្ទគេនិយាយថាគេធានាជូនយើងមួយឆ្នាំមែនប៉ុន្តែការធានានោះក៏វាមានលក្ខខណ្ឌដែរមិនមែនមានថាគ្រប់យ៉ាងដែលពេលដែលមានបញ្ហាគឺអ្នកលក់នោះគាត់ត្រូវសងយើងទេឬក៏ជួសជុលសងយើងហ្វ្រីទេបាទឧទាហរណ៍គេនិយាយក្នុងការធានាមានន័យថារាល់បញ្ហាដែលកើតឡើងដោយឯងដែលជាកំហុសរោងចក្របាទក្នុងការធានានោះគឺមានន័យថាបើមានបញ្ហាដែលកំហុសដោយសាររោងចក្របាទគឺរោងចក្រគាត់នឹងទទួលខុសត្រូវក្នុងការផ្លាស់ប្ដូរម៉ាស៊ីនថ្មីឬក៏ជួសជុលដោយឥតគិតថ្លៃបាទហ្នឹងអាហ្នឹងគឺជាបញ្ហាដែលរោងចក្រមានបញ្ហាករណីផ្សេងមួយទៀតដែលអ្នកប្រើប្រាស់គាត់ប្រើខុសបច្ចេកទេសគាត់ប្រើដៃច្រើនពេកទៅក៏ខូចទៅបាទអញ្ចឹងទោះបីរបស់ហ្នឹងមានធានាក៏ដោយបើកំហុសដែលកើតឡើងដោយសារអ្នកប្រើប្រាស់បាទអាហ្នឹងគឺมันអាចធានាបានទេអាហ្នឹងបងប្អូនមួយចំនួនគាត់យល់បងប្អូនមួយចំនួនគាត់អត់យល់បងប្អូនមួយចំនួនទៀតយល់ដែរតែធ្វើមិនយល់បាទអាហ្នឹងខ្ញុំធ្លាប់ជួបបាទខ្ញុំធ្លាប់ជួបអញ្ចឹងខ្ញុំចង់វែកញែកទៅក្នុងការធានាហ្នឹងគឺមានន័យថាអញ្ចឹងឧទាហរណ៍ថាបងប្អូនទិញឡានថ្មីគឺមានលក្ខខណ្ឌគេធានាទៅលើម៉ាស៊ីនទៅលើប្រអប់លេខប៉ុន្តែអត់មានឲ្យយកទៅដូរប្រេងនឹងនេះទៅនោះទេដល់គីឡូដល់ពេលវេលាដល់ខែគេឲ្យយើងយកមកឆែកក្រុមហ៊ុនហ្នឹងក្នុងការធានាអញ្ចឹងបងប្អូនសាកយកទៅឆែកកន្លែងផ្សេងដូរប្រេងកន្លែងផ្សេងមកខ្ញុំក្រុមហ៊ុនគេលែងធានាហើយបាទអញ្ចឹងរបស់ណាក៏ដោយការធានាណាក៏ដោយគឺគេឲ្យប៉ះពាល់របស់ដែលក្នុងការធានានោះទេអញ្ចឹងណាបាទអាហ្នឹងគឺខ្ញុំអ្វីដែលខ្ញុំបានយល់អញ្ចឹងបើសិនជាបងប្អូនខ្លះគាត់ជួនកាលទៅគាត់មានបញ្ហាគាត់ដោះដើរធ្វើខ្លួនឯងគាត់មានបញ្ហាក៏យកទៅកន្លែងផ្សេងធ្វើទៅមិនបានគាត់យកមកវិញអាហ្នឹងមិនហៅធានាក្លែងហៅធានាហើយបាទគាត់យកទៅធ្វើអស់ចិត្តហើយណាអាហ្នឹងករណីខ្លះមានចិត្តទៀតបាទអញ្ចឹងខ្ញុំចង់និយាយវែកញែកប៉ុណ្ណឹងថាការធានាមួយឆ្នាំហ្នឹងបាទកន្លែងគ្រឿងអេឡិចត្រូនិកគេមានលក្ខខណ្ឌមិនគេហើយអ្វីដែលសំខាន់ហ្នឹងគឺគោលការណ៍គឺដូចតែគ្នាទេការធានាផងរោងចក្រគឺគោលការណ៍គឺតែមួយទេបើមានបញ្ហារាល់កំហុសឆ្គង error ណាមួយកើតឡើងដោយសាររោងចក្រឬក៏ម៉ាស៊ីននោះដើរសុកដូចវាគាំងដើរសុកវាលុតសុកថ្មសាអត់ចូលបាទអាហ្នឹងរបស់ហ្នឹងគឺយើងត្រូវយកមកឆែកមើលសិនបើករណីយើងមើលទៅអ្វីគ្រប់យ៉ាងវានៅប្រកបដីទេប៉ុន្តែវាមានដំណើរការបែបហ្នឹងគឺរោងចក្រគេហ្នឹងឆ្លើយតបមកយើងបាទព្រោះរោងចក្រជាអ្នកទទួលខុសត្រូវដូច្នេះហើយពេលវេលាហ្នឹងគឺយើងត្រូវការធ្វើដំណាក់ដំណងធ្វើ process គ្នាទៅវិញទៅមកជាមួយរោងចក្របាទអញ្ចឹងមិនមែនដាក់ភ្លាមគេធ្វើឲ្យយើងភ្លាមទេបងប្អូនសាកមានបញ្ហាឡានឬក៏បញ្ហាទូរស័ព្ទអីមើលគេសុំយើងមួយអាទិត្យទៅពីរអាទិត្យបាទហើយរបស់ខ្លះទៀតគេថារបស់ហ្នឹងគឺផ្ញើទៅស្រុកក្រៅអញ្ចឹងអាចចាំទៅដល់2ទៅ3អាទិត្យបាទអញ្ចឹងយើងទៅទឿនគេមិនអាហ្នឹងលក្ខខណ្ឌគេអញ្ចឹងណាបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនខ្លះដែលអត់ទាន់យល់បាទគាត់មិនយល់អ្វីដែលខ្ញុំចង់និយាយបាទហើយបើសិនជាគាត់មិនទាន់យល់អាចសាកសួរបន្ថែមបានព្រោះពាក្យថាការធានាហ្នឹងគឺមានន័យតែអញ្ចឹងធានាគឺរបស់គ្រប់យ៉ាងកើតឡើងដែលមានកំហុសដោយសាររោងចក្រមិនមែនដោយសារយើងអ្នកប្រើប្រាស់ហ្នឹងធ្វើឲ្យខូចហើយឲ្យយើងធានាទេវាខុសគ្នាបងប្អូនបាទតែបើសិនជាបងប្អូនធ្វើទៅមានកំហុសឆ្គងណាមួយផ្ញើមកអ្វីដែលខ្ញុំជួយបានគឺខ្ញុំអាចជួយគាត់បានបាទរបស់ហ្នឹងដែលត្រូវដូរឲ្យអត់មានត្រូវដូរអស់លុយអស់កាក់អីទេបាទខ្ញុំចូលចិត្តចំណាយពេលវេលាធ្វើជូនគាត់អញ្ចឹងណាបាទអាហ្នឹងជូនគាត់អាហ្នឹងករណីគាត់ប្រើប្រាស់ទៅគាត់អត់ចេះឬក៏គាត់ចុចទៅខុសឆ្គងឡើយណាមួយណាអាចជួយបានគឺជួយបាទតែករណីខ្លះម៉ាស៊ីនខ្លះគឺមានកន្លែងសំខាន់របស់វាហ្នឹងពាក់ព័ន្ធនឹងលេខកូដលេខអីបាទយើងអត់អាចធ្វើឲ្យខ្លួនឯងបានទេគាត់ថារោងចក្រគេអនុញ្ញាតថាឲ្យយើងធ្វើអញ្ចេះឲ្យយើងធ្វើចុះយើងធ្វើតាមគេយើងធ្វើឲ្យអត់បានរោងចក្រគេថាឲ្យផ្ញើទៅវិញ
bà nó ghi thợp nhau ấy bà chẳng á dương ai vô mà thương ai đã đòi à tận nào mặt đấy chẳng đập về miền Tây hát dương nè son đấy nó chẳng á bà chứ thằng nào bóng ôn vô lực nông bị ổn đi việc ta tình yêu nó mi này từng chân bà chấn khang dính cứ từ tua khó thời cho ba lo hay vậy là dân chùi bác thì chùi bà chấn bị ta ổn xong ở con bóng ổn ổn này bạn tạm đám hơi từng không đã bóng ổn dối hay bà xin bóng ổn dối bạn ai muốn đừng tính ai xạ xua một thèm bàn á muốn dùng ra chất muốn đừng tính ai xua một chẹ bàn ở đấy đi bà cuối chừng ngó nhưng xua hái lò còn áo là dân tinh hái dân vui rồi lắm nó vừa dân khỏi chặt quên đi chẳng á bà cho nhân lương thực chất mình cho bác miền chụp ngó xua sân mình tỉnh thế bà chứ ở con mèo ca ta nào bị ổn đấy chung chun po bóng ổn rồi tụ tiền mình bán nâng sau cái việc đó ở con chuẩn bị